យើងខ្ញុំបានតាមដាននឹងលើកយកដោយការសិក្សាតាមបែបគេថាគិតតាមបែបកុំព្យូទ័រដែលជាការកម្មវិធីថ្មីមួយរបស់ក្រសួងអប់រំដាក់ចេញហើយក៏មានការគ្រប់គ្រងពីអាណាព្យាបាលគ្រប់គ្រងពីមជ្ឈដ្ឋានខាងក្រៅដែរនៅសាលាបឋមសិក្សាឯកភាពមានការរៀននិងបង្រៀននៅកម្មវិធីអប់រំការគិតបែបកុំព្យូទ័រដែលកំពុងដំណើរការយ៉ាងសកម្មដោយសិស្សានុសិស្សគឺថាពិតជាមានការពេញចិត្តចង់រៀនជាងមុនជាពិសេសគឺកម្មវិធីថ្មីរបស់ក្រសួងដាក់ចេញតំណាងសិស្សានុសិស្សពីររូបបានលើកឡើងថាកម្មវិធី Cool Thing បាទ Add JC ឬក៏ហៅថាកម្មវិធីសរសេរកូដនេះពួកគេមានការពេញចិត្តចូលចិត្តរៀនព្រោះវាបានធ្វើឲ្យពួកគេចេះដោះស្រាយបញ្ហានិងបានលេងកុំព្យូទ័រដោយត្រូវដោះស្រាយបញ្ហានានាដោយពួកគេនឹងខិតខំប្រឹងប្រែងព្យាយាមបង្កើតអ្វីៗដែលថ្មីពិសេសគឺនឹងឈានទៅដល់ការបង្កើត drone នេះជាការបង្ហាញពីការប្រាជ្ញាចិត្តរបស់សិស្សានុសិស្សសួរអ្នកនរគ្នាខ្ញុំឈ្មោះមនិតប៉ូលីនជាសិស្សថ្នាក់ទី9ខនៃសាលាបឋមសិក្សាឯកភាពខ្ញុំកំពុងតែរៀនកូដខ្ញុំពេញចិត្តនឹងការរៀនកូដខ្លាំងព្រោះអីការរៀនកូដធ្វើឲ្យខ្ញុំមានចំណេះដឹងពិសេសផ្សេងឧទាហរណ៍ដូចជាមនុស្សនិយាយឆ្លងឆ្លើយទៅវិញទៅមកហើយនឹងដូចចាប់ផ្លែប៉ោមដាក់ចូលក្នុងកន្ត្រកពេលខ្ញុំរៀនកូដនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមិនងងុយគេងឬអ្វីទាំងអស់ខ្ញុំសប្បាយចិត្តនឹងរៀនកូដនេះខិតខំរៀនសូត្រកុំបោះបង់ការរៀនសូត្រអនាគតទៅយើងនឹងប្រឹងប្រែងរៀនសូត្រពីកូដនេះក៏បំណងខ្ញុំរៀនកូដនេះដើម្បីយកទៅធ្វើដ្រូនដើម្បីខ្លមមើលសកម្មភាពរបស់ពួកចៅសៀនចង់ឈ្លានពានប្រទេសយើងខ្ញុំត្រូវតែពង្រឹងខ្លួនខ្ញុំឲ្យខ្លាំងក្លាដើម្បីជួយប្រទេសជាតិរបស់ពួកខ្ញុំ Coaching នឹងគឺជាកម្មវិធីសម្រាប់បង្កើតគំនិតការដូចជាការគិតការដោះស្រាយបញ្ហាបំបែកបញ្ហាធំទៅជាតូចដើម្បីងាយស្រួលដោះស្រាយច្បាស់លាស់ហើយនឹងសប្បាយរីករាយខ្លាំងណាស់យើងអាចបង្កើតហ្គេមលេងដែលខ្លួនឯងបានជួយបណ្ដុះបណ្ដាលគំនិតដូចជាការគិតពេលយើងទំនេរយើងអាចចូលទៅក្នុងកម្មវិធីនោះយើងអាចបង្កើតយើងអាចសរសេរកូដឬសាច់រឿងឬហ្គេមដែលយើងបានគិតបាននៅពេលដែលខ្ញុំរៀនកម្មវិធីនេះខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តនិងមានមោទនភាពខ្ញុំពិតជាចង់រៀនកម្មវិធីនេះខ្លាំងណាស់ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ដល់ខួរក្បាលរបស់ខ្ញុំបដិញ្ញាចិត្តថាខ្ញុំនឹងខិតខំរៀនសូត្រដើម្បីក្លាយជាទំពាំងស្នូលរស័យរបស់ប្រទេសជាតិនៅពេលអនាគតខ្ញុំចូលចិត្តរៀនចំណែកលោកហនសុកហេងគ្រូបង្រៀនកម្មវិធីអប់រំការគិតបែបកុំព្យូទ័រនៅសាលាបឋមសិក្សាឯកភាពក៏បានលើកឡើងថាកម្មវិធីនេះការដំបូងគឺសិស្សគេថាឆ្ងល់ច្រើនប៉ុន្តែក្រោយមកពួកគេកាន់តែពេញចិត្តកាន់តែចូលចិត្តហើយថែមទាំងចេះបង្កើតអ្វីៗថ្មីដោយខ្លួនឯងថែមទៀតលោកគ្រូបន្តថាកម្មវិធីនេះគឺប្រហាក់ប្រហែលទៅនឹងការលេងហ្គេមដូច្នេះហើយទើបសិស្សចូលចិត្តហើយលោកក៏នឹងព្យាយាមខិតខំបង្រៀនពួកគេឲ្យកាន់តែប្រសើរបន្ថែមទៀតពេលចាប់ផ្ដើមបង្រៀនដំបូងគឺឃើញសិស្សឆ្ងល់ពេលដែលគាត់បានចូលរៀននៅក្នុងកម្មវិធីហ្នឹងទៅធ្វើឲ្យគាត់មានអារម្មណ៍ថាប្លែកហើយនឹងសប្បាយចិត្តហើយចូលចិត្តរៀនបំផុតនៅពេលដែលម៉ោងហ្នឹងព្រោះពេលដែលគាត់រៀនបានហ្នឹងគាត់បានការលេងផងការគិតផងហើយនឹងធ្វើហើយនឹងអនុវត្តដោយសារមុខវិជ្ជាហ្នឹងវាប្រហាក់ប្រហែលនឹងហ្គេមហ្នឹងដល់ចឹងគាត់ចូលចិត្តលេងគាត់អាចធ្វើបានហើយគាត់អាចបង្កើតបានដូច្នេះហើយទៅគាត់ចូលចិត្តនឹងកម្មវិធីហ្នឹងបំផុតចូលពេញចិត្តសប្បាយចិត្តនឹងការបង្រៀនផ្ដល់ចំណេះដឹងហ្នឹងទៅឲ្យពួកគាត់ក៏បានធ្វើហើយដោយសប្បាយចិត្តទៀតហើយបានធ្វើជារៀងរហូតមកនឹងតាំងចិត្តថានឹងខំបណ្ដុះបណ្ដាលសិស្សហ្នឹងបន្តទៀតពីថ្ងៃនេះរហូតដល់ក្រោយទៀតឲ្យគាត់មានការអភិវឌ្ឍខ្លួនកាន់តែខ្លាំងកាន់តែល្អខ្លាចជាក្មេងដែលសង្គមត្រូវការចំណែកលោកនាយកសាលាបឋមសិក្សាឯកភាពវិញក៏បានគូបញ្ជាក់បន្ថែមទៅថាសាលារបស់លោកគឺចាប់ផ្ដើមអនុវត្តកម្មវិធីថ្មីនេះតាំងពីខែមីនាឆ្នាំ2006ក្នុងនោះគឺបានបង្រៀនសិស្សថ្នាក់ទី4ទី5និងទី6ដោយមកដល់បច្ចុប្បន្ននេះសិស្សដែលបានចូលសិក្សាកម្មវិធីនេះក៏មានការប្រែប្រួលខាងផ្នែកបញ្ញាដោយពួកគេចេះគិតច្រើនជាងមុនចេះដោះស្រាយបញ្ហានិងចេះបង្កើតអ្វីៗដែលថ្មីសម្រាប់សាលាបឋមសិក្សាឯកភាពគឺបានចាប់អនុវត្តតាំងពីខែមីនាមកម្លេះបាទហើយសម្រាប់មកដល់បច្ចុប្បន្ន
សិស្សយើងមានដល់ទៅ177នាក់ស្រី124តាំងពីពេលនោះមកយើងមើលឃើញមានការប្រែប្រួលអិរិយាបថចំពោះលោកគ្រូអ្នកគ្រូគឺគាត់មានការចាប់អារម្មណ៍និងជំរុញសិស្សបន្ថែមនៅក្នុងការអនុវត្តការគិតបែបកុំព្យូទ័រនេះដែលយើងហៅថា Cruising នេះគឺពីកម្រិតថ្នាក់ទី4ទី5ទី6បាទហើយចំពោះសិស្សវិញក៏គាត់មានការចាប់អារម្មណ៍ហើយចូលរួមបានច្រើនដោយសារកម្មវិធីនេះមួយជួយឲ្យគាត់សប្បាយធ្វើឲ្យគាត់ចូលចិត្តជារូបភាពជាលក្ខណៈតុក្កតាដែលពីដើមមកយើងហៅថា game ក៏ប៉ុន្តែនេះមិនមែនជា game ទេគឺជាការសិក្សាដោយប្រើកូដតែម្ដងថាប្រយោជន៍នេះគឺធ្វើឲ្យសិស្សចេះដោះស្រាយបញ្ហាធំៗមកជាបញ្ហាតូចៗឲ្យបានច្បាស់លាស់ទៀតហើយមួយទៀតនោះដោយសារសង្គមបច្ចុប្បន្នសិស្សរបស់យើងតាំងពីដើមរៀងអើយមកយើងធ្លាប់ដឹងថាសិស្សចូលចិត្តលេងហ្គេមណារហូតដល់ទូរស័ព្ទដៃម្ដាយឪពុកអីក៏គាត់លួចលេងដែរក៏ប៉ុន្តែសម្រាប់មកដល់សាលាយើងមិនឲ្យគាត់លួចលេងទេគឺយើងឲ្យគាត់លេងចំហតែម្ដងប៉ុន្តែលេងបែបលក្ខណៈរៀនគឺបែបសរសេរកូដបាទគឺការបង្កើតនៅបច្ចេកវិទ្យាថ្មីហើយនឹងការគិតថ្មីហើយនឹងដោះស្រាយបញ្ហាធំឲ្យមកតូចនឹងបានច្បាស់លាស់ជាងមុនបាទចំពោះការគិតរបស់សិស្សពេលបច្ចុប្បន្នដែលគាត់ខិតខំសិក្សាតាមបែបវិទ្យាសាស្ត្រដែលយើងហៅថា Digital នេះគឺមានការរីកចម្រើនខ្ពស់ហើយគោលបំណងរបស់ចក្ខុវិស័យរបស់សាលារបស់នាយករបស់លោកគ្រូអ្នកគ្រូក៏ដូចគ្នាដែរគឺចង់ឲ្យសិស្សយើងប្រែក្លាយពីការរៀនគិតយឺតឲ្យមកជាភាពរហ័សរហួនតក្កវិជ្ជាហើយ logic ហើយថ្ងៃអនាគតពួកគាត់នឹងអាចតបស្នងប្រទេសជាតិបានតាមរយៈការសរសេរកូដការបង្កើតបច្ចេកវិទ្យាថ្មីកុំឲ្យបណ្ដាប្រទេសជិតខាងមួយចំនួនមើលងាយហើយយកចំណេះដឹងទាំងអស់នេះទៅបម្រើជាតិមាតុភូមិនិងការពារជាតិរបស់យើងឲ្យបានរីកចម្រើនរុងរឿងចង់ជំរុញឲ្យសិស្សានុសិស្សមិនមែនតែសាលាបឋមសិក្សាឯកភាពមួយគឺសិស្សទូទាំងប្រទេសបាទឲ្យខិតខំរៀនសូត្រនៅលើមុខវិជ្ជាតក្កវិជ្ជាបែបកុំព្យូទ័រការគិតបែបកុំព្យូទ័រដែលយើងហៅថា Cruising AGC នេះឲ្យបានរីកចម្រើនដើម្បីយកចំណេះដឹងទាំងនេះបាទទៅកសាងប្រទេសជាតិយើងកុំឲ្យប្រទេសជិតខាងមើលងាយហើយឲ្យប្រទេសយើងបានរីកចម្រើនរុងរឿងសូមជម្រាបទៅថាកម្មវិធីអប់រំការគិតបែបកុំព្យូទ័ររបស់ក្រសួងអប់រំបានជ្រើសរើសសាលាបឋមសិក្សាចំនួន40ដើម្បីចាប់ផ្ដើមដំណើរការសាកល្បងក្នុងបណ្ដុះបណ្ដាលផ្នែកកំណត់កុមារឲ្យចេះវិភាគតាមបែប Digital និងចង់ឲ្យកុមារចេះវិភាគស៊ីជម្រៅបាទចាប់ពីកុមារឡើងទៅហើយកម្មវិធីនេះគឺលើកកម្ពស់ការអប់រំបែប Digital នៅកម្ពុជាដោយផ្ដោតលើសកម្មធំៗជាច្រើនមានដូចជាការបកប្រែកម្មវិធីសិក្សាសៀវភៅគោលបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនបង្គោល ICT នៅតាមសាលារៀនហើយសាលាបឋមសិក្សាគោលដៅទាំង40សាលានេះគឺមានសាលានៅរាជភ្នំពេញសាលានៅតាមបណ្ដាខេត្តហើយមកដល់ពេលនេះសាលាបឋមសិក្សាភាគច្រើនបានអនុវត្តនិងបង្រៀនហើយដោយនៅសាលាបឋមសិក្សាតិចតួចប៉ុណ្ណោះបាទនៅពុំទាន់ដំណើរការ